ចេះពីវិធីសាស្ត្រមួយនេះអាចចូលទៅប្រើកម្មវិធី CapCut Pro ដោយមិនចាំបាច់បង់លុយបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយកម្មវិធី CapCut អ្នកណាក៏ប្រើ CapCut តែដោយសារកម្មវិធីនេះគឺងាយស្រួលប្រើមែនតើមាន function ច្រើនមាន effect ច្រើនហើយងាយស្រួលអត់សាំញ៉ាំទេប៉ុន្តែ CapCut Pro គឺតម្រូវឲ្យយើងបង់លុយរាល់ខែអញ្ចឹងឥឡូវនេះខ្ញុំមានវិធីសាស្ត្រខ្លះដែលអាចជួយបងប្អូនប្រើកម្មវិធី CapCut Pro នឹងបានដោយអត់មានពាណិជ្ជកម្មហើយមិនបាច់បង់លុយខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូមួយនេះចាអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ Facebook ហើយបងប្អូនសើរក page Azado ចា page ផ្លូវការរបស់យើងអ្នកតាមដាន 185k ចាបងប្អូនចូលមកកាន់ page នឹងនឹងឃើញ link ចា channel Telegram ដែលយើង pin នៅលើគេហ្នឹងដើម្បីចូលទៅយកចា file ដំឡើង CapCut Pro ដោយអត់បង់លុយហ្នឹងចាអញ្ចឹងបងប្អូនចូលមកកាន់ channel ហ្នឹងភ្លាមគឺនឹងឃើញចាសមាជិក 120,000 នាក់ហើយអស់ចុះទៅខាងក្រោមបំផុតគឺនឹងឃើញ file ហ្នឹងហើយណានៅជាប់កម្មវិធីដែលខ្ញុំសរសេរហ្នឹងនេះ tool free សម្រាប់ CapCut Pro អញ្ចឹងមាន2បងប្អូនចង់តម្លើងមួយណាក៏បានដែរតែខ្ញុំសូមណែនាំឲ្យយកខាងក្រោមនេះ CapCut 12ណា V12.8.0 ហ្នឹងអាហ្នឹង version ក្រោយគេអញ្ចឹងដំបូងឡើយបងប្អូនត្រូវចុចកន្លែងស្ព្រួយហ្នឹងដើម្បីឲ្យវា download ពេញសិនណាអញ្ចឹងខ្ញុំធ្វើឧទាហរណ៍មើលដល់ពេលវាពេញទៅវាចេញទៅខាងក្រោមអញ្ចឹងវាចេញដូចស្លឹកសភៅអញ្ចឹងណាបានន័យថា down ពេញហើយអញ្ចឹងពេល down ពេញហើយបងប្អូនធ្វើម៉េចទៀតចុចនៅលើនឹងមួយមកវានឹង load file install ខ្លួនឯង auto ហ្មងហើយចុច install មួយទៀតទៅហើយមកស្ទុះវានឹង load install anyway នេះចុច install anyway នឹងមួយទៀតហើយរងចាំចារងចាំហ្នឹងគឺទៅតាមល្បឿនអ៊ីនធឺណិតលឿនយឺតរបស់បងប្អូនទាំងអស់គ្នាជាក់ស្ដែងណាចាបើអ៊ីនធឺណិតលឿនឆាប់ហើយទៅអូខេអញ្ចឹងខ្ញុំបញ្ជាក់ជូនបន្តិចថាសម្រាប់ CapCut Pro នេះអ្នកនរគ្នាអាចតម្លើងបានតែនៅលើ Android មួយគត់ពេលដែល down ហើយចុច down ធម្មតាអីចឹងមកហើយចូលមកកាន់កម្មវិធីហ្នឹងមកឃើញហើយនេះចូលមកដល់ភ្លាមគឺវាចេញអញ្ចឹងបងប្អូនចុច update ទៅអូខេចុច update ហ្នឹងហើយចេញទៅមើលពាណិជ្ជកម្មគេមួយផ្លែតចូលមកវិញចាចុច back មកវិញមកគឺបាត់ហើយឃើញទេនេះបងប្អូនមើលទៅលើគេឃើញដាក់ Pro ហ៎នេះយើងបើកបាន Pro ហ្នឹងហើយណាហើយអត់មានបង់លុយអីគឺហើយមកហើយមិនបាច់ log មិនបាច់បង្កើត account ចូលក្នុងហ្នឹងទេណាប្រើតែមិនបាច់ log in Gmail ទេតែ log in Gmail អស់លុយទៀតហើយណាប្រើបាននេះឃើញទេយើងបាន Pro ប្រើអីហ្នឹងអញ្ចឹងអា function Pro ហ្មងគឺយើងប្រើបានទាំងអស់ឥឡូវខ្ញុំធ្វើឲ្យអ្នកគ្នាសាកល្បងមើលមួយនេះយើងចុចលើរូបមួយហើយយើងធ្វើឲ្យវាច្បាស់ជាងមុនណាធ្វើឲ្យវាទៅជា 4K នេះឃើញទេ save បានកាលណា save បានន័យថា Pro ហ្នឹងប្រើបានហើយឥឡូវមានអីទៀតឥឡូវ edit វីដេអូមួយចូលទៅយកវីដេអូមួយធ្វើឲ្យអ្នកគ្នាមើលសាកល្បងចាវីដេអូនេះ18ទេណាយើងដាក់មកលើហ្នឹងមកហើយឥឡូវឧទាហរណ៍ថាយើងកាត់ហើយនេះឃើញយើងអស់ទៅ 4K បាននេះ 2K 4K អស់ទៅ60 frame បានទៀតណាតែ Pro បានអាចធ្វើទៅ 4K បានណាបំលែងវីដេអូទៅ 4K បានចាំន័យថា tool មួយនេះ file នេះគឺយើងដំឡើងបានជោគជ័យហើយឥឡូវចាំមើលយើងresult វាថា download វាចូលទូរស័ព្ទនេះឃើញទេនេះយើងចុច save to drive ហ្នឹងទៅឃើញទេវាមកហើយឃើញទេអានេះខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាមើលទេបានន័យថា Pro ហ្នឹងចាកម្មវិធី CapCut Pro យើងប្រើបានហើយអ្វីដែល effect នៅក្នុង Pro មានយើងប្រើបានទាំងអស់ហើយខ្ញុំបញ្ជាក់ជូនប្រើបានតែ Android មួយគត់សម្រាប់ file នេះណាហើយប្រើមិនចាំបាច់ log in account ទេចាអញ្ចឹងអរគុណច្រើនបើមានចម្ងល់អីបងប្អូន comment ខាងក្រោមវីដេអូបានអរគុណបងប្អូនទាំងអស់គ្នាបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមចូលរួម share ចែករំលែកទៅមនុស្សដទៃទៀតអរគុណខ្ញុំនឹងជួបបងប្អូនទាំងអស់គ្នានៅចំណេះដឹងថ្មីបន្តទៀតជម្រាបលា